ឆ្មានិងជ្រូកគឺជាមិត្តល្អនឹងគ្នាថ្ងៃមួយឆ្មាបានធ្លាក់ចូលទៅក្នុងរណ្ដៅធំជ្រូកក៏យកខ្សែពួរមកឆ្មាបានហៅជ្រូកឲ្យបោះខ្សែពួរចុះក្រោមជ្រូកក៏យកខ្សែពួរបោះទាំងចង្វាយចុះទៅឆ្មាបាននិយាយដោយធ្លាក់ទឹកចិត្តថាបោះទាំងចង្វាយចុះមកបែបនេះធ្វើម៉េចអាចទាញខ្ញុំឡើងលើបានជ្រូកនិយាយថាបើមិនអញ្ចឹងតើត្រូវធ្វើយ៉ាងម៉េចឆ្មានិយាយថាឯងគួរតែកាន់ចុងខ្សែម្ខាងឲ្យជាប់ជ្រូកក៏លោតចុះក្រោមភ្លាមហើយកាន់ចុងខ្សែម្ខាងរួចនិយាយថាឥឡូវកាន់បានហើយឆ្មាក៏យំទាំងមានក្តីសុខរឿងនេះចង់បង្ហាញថាមានមនុស្សខ្លះមិនសូវឆ្លាតប៉ុន្តែវាមានតម្លៃក្នុងការកំដរអ្នកពេញមួយជីវិតកំហុសធំ3របស់មនុស្សគឺទី1និយាយពីមនោសញ្ចេតនានិយាយពីមិត្តភាពជាមួយមនុស្សគ្មានបេះដូងទី2និយាយជាមួយមនុស្សល្ងងឲ្យយល់ទី3ព្យាយាមធ្វើរឿងសំខាន់ជាមួយមនុស្សមិនគួរទុកចិត្តតាមពិតបុព្វបុរសបានហាមយើងថាពេលធ្វើការជាមួយអ្នកដទៃអ្នកខ្លួនឯងត្រូវតែច្បាស់ក្នុងចិត្តទោះបីនិយាយស្ដីធ្វើការងារឬធ្វើការទំនាក់ទំនងជាមួយមនុស្សសុទ្ធតែត្រូវជ្រើសរើសដៃគូដែលស័ក្តិសមសម្ដីត្រូវនិយាយជាមួយមនុស្សដែលស្ដាប់យល់កិច្ចការត្រូវធ្វើជាមួយមនុស្សដែលទុកចិត្តបានមនោសញ្ចេតនាត្រូវនិយាយជាមួយមនុស្សចិត្តល្អសូរ៉ាត្រូវផឹកជាមួយមនុស្សដែលចុះសម្រុងគ្នាការរស់នៅត្រូវដើរជាមួយមនុស្សដែលយល់ពីអ្នកទឹកពុះ100អង្សាសេអាចត្រជាក់បានរឹតតែមិនបាច់និយាយចំពោះបេះដូងមនុស្សតែ37អង្សាសេលើសបន្តិចដើម្បីខ្លួនឯងសិក្សាខាតបន្តិចដើម្បីមនោសញ្ចេតនាកុំនៅជាមួយមនុស្សដែលស៊ីលើអ្នកហើយក៏កុំធ្វើជាមនុស្សដែលស៊ីអ្នកដទៃដែរអ្នកចាំបាច់ត្រូវតែយល់ថាមនុស្សដែលចង់ទៅអ្នកខាត់មិនបានមនុស្សដែលធ្វើពុតជាដេកអ្នកដាស់មិនភ្ញាក់មនុស្សដែលមិនស្រឡាញ់អ្នករំភើបមិនបានសុភាសិតខ្មែរនិយាយថាមនុស្សកុំមើលងាយមនុស្សឆ្លាតគេថាឆោតមនុស្សប្រាជ្ញគេថាល្ងងធ្វើជាមនុស្សកុំឃើញភាពស្លូតត្រង់របស់គេថាល្ងីល្ងើកុំយកចិត្តទុនរបស់គេធ្វើជាជំងឺនរណាក៏មិនល្ងីល្ងើដែរគ្រាន់តែមិនចង់និយាយនរណាក៏មិនឈួតដែរគ្រាន់តែមិនរវីរវល់អ្នកអាចមើលងាយគេបានគឺដោយសារគេទុកឲ្យអ្នកអាចដណ្ដើមបានផលប្រយោជន៍គឺដោយសារគេជូនអ្នកទេធ្វើជាមនុស្សកុំយកអំពើល្អរបស់គេចំពោះអ្នកចាត់ទុកថាជាអ្វីដែលគេគួរតែធ្វើនៅលើโลกនេះក្រៅពីឪពុកម្ដាយអ្នកគ្មាននរណាហ៊ានធ្វើអ្វីដើម្បីអ្នកឡើយអ្នកដទៃល្អចំពោះអ្នកគឺដោយសារអ្នកមានតម្លៃតែមិនមែនដោយសារអ្នកខ្ពង់ខ្ពស់នោះទេធ្វើជាមនុស្សកុំនៅពេលមានលុយមើលងាយអ្នកដទៃហើយក៏កុំនៅពេលគ្មានលុយមើលងាយខ្លួនឯងដែរកុំខ្វល់ថាមានលុយអត់លុយកុំខ្វល់ថាមានឬក្រដាក់ខ្លួនបន្តិចគឺមិនខុសស្លូតបូតបន្តិចគឺមិនខាតមានសម្ពាធគឺដោយសាររំពឹងខ្ពស់ពេកហត់ចិត្តគឺដោយសារការគិតច្រើនពេកស្លន់ស្លោគឺដោយសារការមិនបានត្រៀមមុនពេញលេញអន្ទះអន្ទែងគឺដោយសារបទពិសោធន៍មិនគ្រប់គ្រាន់លោភលន់គឺដោយសារបំណងប្រាថ្នាពេញពេកស្មុគស្មាញគឺដោយសារការគិតមិនច្បាស់លាស់ភ័យខ្លាចគឺដោយសារការស្រមើស្រមៃច្រើនពេកមិនសមហេតុផលគឺដោយសារចក្ខុវិស័យមិនវែងឆ្ងាយជីវិតគឺជាការអនុវត្តមួយរីករាយនឹងទុក្ខព្រួយគឺស្ថិតនៅលើស្ថានភាពនៃចិត្តទាំងស្រុងចង់បានជោគជ័យត្រូវបណ្ដុះគំនិតមុនចង់ធ្វើកិច្ចការងារត្រូវធ្វើជាមនុស្សសិនកុំយកកំហឹងចេញទៅក្រៅកុំយកការអាក់អន់ចិត្តទៅដោះស្រាយបញ្ហាកុំយករឿងឈឺក្បាលទៅចូលដេកកុំយកចិត្តតក់ក្រហល់ទៅធ្វើកិច្ចការយកចិត្តបរិសុទ្ធមើលពិភពលោកយកចិត្តរីករាយឆ្លងកាត់ជីវិតមុនឆ្លងកាត់គេត្រូវឆ្លងកាត់ខ្លួនឯងសិនមុនអនុវត្តត្រូវបណ្ដុះគំនិតសិនលំបាកត្រូវគិតឲ្យធូរយូរត្រូវគិតឲ្យឆាប់